បាទជំរាបសួរពុកប៉ែបងប្អូនបាទថ្ងៃនេះបាទជួបជាមួយខ្ញុំបាទយុនសុផាជាប្រធាននាយកចែកទេសនៃហ៊ុយយន្តកសិកម្មបាទអញ្ចឹងអ្វីដែលជាបេសកកម្មនៅហ៊ុយយន្តកសិកម្មបាទគឺចុះបាទមកតាមដាននឹងបាទការប្រើប្រាស់បាទម្សៅកបោក្រុមហ៊ុនហ៊ុយយន្តកសិកម្មក៏ដូចជាជីធម្មជាតិបាទហ៊ុយយន្តកសិកម្មទៅលើកសិកម្មទំនើបបាទនៅម្រេចត្បូងឃ្មុំបាទថ្ងៃនេះគឺបានជាមួយនឹងបាទបងជាសមាជិកក៏ដូចជាប្រធានសហគមន៍បាទដែលដឹកនាំដោយបាទលោកគ្រូអូនបាទដែលគាត់ចុះមកជួបជុំហើយក៏មានឱកាសដែលខ្ញុំបានចុះមកដើម្បីសួរនាំក៏ដូចការបញ្យល់បន្ថែមពីលក្ខណៈបច្ចេកទេសកសិកម្មដែលធ្វើឲ្យគាត់បាទកាន់តែយល់បន្ថែមថានៅដើមរដូវអត្ថប្រយោជន៍នៃការប្រើប្រាស់ម្សៅកវ៉ាដើម្បីទៅជួយកាច់បាទកាកសំណល់ពុលកាកសំណល់ស្រស់បាទកុំឲ្យคล้ายទៅជាពពួកបាក់តេរីសារល្អិតក៏ដូចជាពិសេសគឺផ្សិតដែលធ្វើឲ្យប្រព័ន្ធឬរបស់ដំណាំម្រេចរបស់យើងជួបនៅបញ្ហាគឺធ្វើឲ្យត្រួយវាអត់លាស់បាទអ្វីដែលជាលក្ខណៈពិសេសដែលយើងប្រើម្សៅកវ៉ានេះគឺចង់ឲ្យបាទការលាស់ឬម្រេចថ្មីមកគឺនៅឱកាសនៃដើមរដូវនៃភ្លៀងដែលវាអាចបង្កើតឲ្យម្រេចបាទមិនថាទាំងរឹសតកែឬក៏រឹសនៅខាងក្រោមទេមានអាកាស CG ដើម្បីលាស់ត្រួយហើយក៏មានចំណងជាច្រើនដែរថាតើការលាស់ត្រួយថ្មីនៅដើមរដូវរបស់ម្រេចនេះបាទតែទៅជួបបញ្ហាទៅដល់ការចេញបាទផ្កាដែរបាទអញ្ចឹងនៅដើមរដូវភ្លៀងនេះគឺនៅការលាស់ត្រួយថ្មីហើយមានបញ្ហាដល់ផ្កាដែលវាអត់កាន់ឬក៏រុះច្រើននេះក៏វាជាកត្តាមួយដ៏សំខាន់ដែលម្រេចបាទមានឱកាសបាទគេហៅថាបណ្ដុះឬថ្មីដើម្បីទាញយកអាហ្សូតឬក៏សារធាតុចិញ្ចឹមដើម្បីលាស់ត្រួយអញ្ចឹងការលាស់ត្រួយពេលនេះដែរវាប្រឆាំងជាមួយនឹងការដែលឲ្យអូម៉ូនឬក៏ការកចេញចក្រិតផ្កាហើយវាជាមួយនឹងអាស៊ីតទឹកភ្លៀងនៅដើមរដូវវាធ្វើឲ្យការកាន់របស់ម្រេចហ្នឹងគឺភាគរយតិចប៉ុន្តែបើសិនជាពុកម៉ែបងប្អូនត្រូវការថែទាំយកភាគរយនៃម្រេចផ្លែនៅដើមរដូវនេះគ្រាន់ជាការចំណាយច្រើនយើងឲ្យអាហារសម្រាប់ទៅម្រេចយើងនឹងជាបន្តបន្ទាប់មិនថាពពួកអាមីណូស៊ីវីតឬក៏ពពួកបាទជីធម្មជាតិត្រាំបាទពីត្រីឬក៏ពីផ្លែឈើដើម្បីចាក់ទៅគល់និងឲ្យសារធាតុចិញ្ចឹមជា NPK ដើម្បីទ្រទ្រង់នៅក្នុងការចិញ្ចឹមពិសេសគឺបាទគឺយើងឲ្យពពួកសារធាតុដែលការពារជាមួយនឹងទឹកភ្លៀងផងដែរបាទអញ្ចឹងអ្វីដែលសំខាន់បន្តពីនឹងទៅទៀតគឺជីបាទធម្មជាតិដែលយើងបញ្យល់ឲ្យប្រជាកសិករយើងយល់ថាហេតុអីបានយើងប្រើជីធម្មជាតិនៅដើមរដូវដោយសារកត្តាដែលសំខាន់នៃជីធម្មជាតិគឺជាជីដែលបំលែងជាមួយដីនៅរយៈពេលយូរឬក៏យើងអាចនិយាយបានថាជាជីដែលផ្សំឡើងពីលាមកសត្វនិងកាកសំណល់ម្សៅឆ្អឹងជាដើមនេះគឺវាជួយនឹងផ្ដល់សារធាតុចិញ្ចឹមនៅក្នុងដីរយៈពេលយូរ6ទៅ8ខែឬក៏យើងអាចនិយាយថាមួយរដូវកាលបាទហើយក៏យើងបានបញ្យល់អំពីជីដែលមានសារៈប្រយោជន៍សំខាន់ហើយរំញោចដែលវារស់នៅក្នុងដីរយៈពេលខ្លីគឺពពួកសារធាតុគីមីមួយចំនួនដើម្បីឲ្យវាប្រើទៅត្រូវទៅនឹងតម្រូវការក៏ដូចការប្រើឲ្យមានកម្រិតបរិមាណសមស្របដែលវាមិនប៉ះពាល់ទៅដល់ប្រព័ន្ធឬក៏កោសិកានៃការលូតលាស់ផ្សេងមិនថាអាហ្សូតបាទពពួកផូស្វ័រឬក៏ពពួកប៉ូតាស្យូមនោះទេបាទយើងបានប្រាប់ជាចំនួនជាបរិមាណដើម្បីឲ្យគាត់គ្រប់គ្រងទៅលើចការទៅវាមានប្រសិទ្ធភាពខ្ពស់បាទដូចជាបាទនៅដើមរដូវយើងអាចលាយជាពពួកជីអ៊ុយរ៉េដេអាពេកាលីជាលេខបាទ27/12/6បាទនៅពេលផ្លែផ្កាយើងលាយពពួកបាទជីដែលជំរុញទៅផ្លែផ្កាឬក៏ជួយទៅដល់ប៉ូតាស្យូមជាដើមនោះគឺយើងបានជំរាបជូនទៅដល់ប្រជាកសិករជាច្រើនអ្វីដែលយើងត្រូវ control នៅពេលនេះជួយទៅដល់ដំណាំឲ្យមានការលូតលាស់ល្អបាទការសម្អាតចការបាទដូចពុកម៉ែបងប្អូនបានឃើញហើយបាទការកាត់ស្មៅការសម្អាតជាកត្តាសំខាន់បាទអ្វីដែលជាកត្តាសំខាន់បន្ថែមពីនេះទៀតនោះគឺយើងត្រូវតែបាទថែរក្សានិងផ្គត់ផ្គង់មិនថានេម៉ាតូតបាទពុកម៉ែបងប្អូនទៅចាប់អារម្មណ៍ទៅលើនេម៉ាតូតគឺសត្វល្អិតដែលរស់នៅក្នុងដីដែលជាប្រភេទចង្រៃបាទអញ្ចឹងវាមានជីវៈដែលមានប្រយោជន៍ដូចពួកចលៀនពួកអីដើម្បីឲ្យវាបង្កើតជាពពួកសារធាតុចិញ្ចឹមប៉ុន្តែពពួកចង្រៃនេះដែលវាយីដល់ប្រព័ន្ធឬអញ្ចឹងយើងត្រូវគ្រប់គ្រងបាទគ្រប់គ្រងហើយពិសេសបាទកសិកម្មទំនើបបាទយើងមានការកំណត់ត្រានៃការប្រើប្រាស់សារធាតុចិញ្ចឹមធាតុពុលនេះក៏ជាកត្តាសំខាន់មួយដែរដែលវាអាចប៉ះពាល់ទៅដល់គុណភាពនៃម្រេចអញ្ចឹងហ៊ុយយន្តកសិកម្មជាមួយនឹងក្រមបាទការងារគឺជួយបាទទៅលើសារធាតុ
ដែលហាមឃាត់មួយចំនួនដែលយើងមិនឲ្យប្រើហើយយើងប្រើពពួកធម្មជាតិមួយចំនួនវិញដើម្បីជាចំណុចដែលឲ្យគុណភាពម្រេចហ្នឹងគឺវាអត់ប៉ះពាល់ទៅដល់ផ្លែផ្កាផងដែរអញ្ចឹងអ្វីដែលសំខាន់នោះគឺទី1បាទយើងណែនាំម្សៅកវ៉ោនៅដើមម្ដៅដើម្បីកុំឲ្យមានបញ្ហាហើយវាជាពពួកបណ្ដេញនិងលុបបំបាត់ចំណុកសត្វល្អិតផងដែរទី2គឺជីធម្មជាតិដើម្បីបង្កើតអតិសកុមប្រាណល្អលុបបំបាត់អតិសកុមប្រាណឬក៏សត្វល្អិតឬក៏មេរោគចង្រៃនៅក្នុងដីបាទបង្កើតពីធម្មជាតិដើម្បីរក្សាធម្មជាតិអញ្ចឹងកន្លែងនេះគឺជាចំណុចសំខាន់ហើយយើងស្រោចជាមួយនឹងជីត្រាំពីផ្លែឈើជីត្រីឬក៏ពពួកសារធាតុស្បែកគោអីផ្សេងបាទកតុឬក៏កាកល្ងស្ករល្ងជាដើមនេះគឺយើងស្រោចដើម្បីជួយទ្រទ្រង់នឹងបណ្ដុះកោសិកានិងក៏ដូចជាការបាញ់ពពួកធម្មជាតិទៅលើដើម្បីបំពន់នឹងការលូតលាស់និងជួយទ្រទ្រង់ឲ្យម្រេចរបស់យើងមាននិរន្តរភាពគឺការលូតលាស់ល្អនិងឲ្យផ្លែផ្កាខ្ពស់ផងដែរអញ្ចឹងរាល់ព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចសួរនាំបាននឹងការប្រើប្រាស់ឬការគ្រប់គ្រងទៅលើចំការម្រេចដើម្បីលូតលាស់ល្អនៅលេខដែលមានអេក្រង់ស្រាប់បាទ